ខ្ញុំសូមបូកសរុបបន្តិចដោយសារតែបាត់អីទេទី1សូមអបអរសាទរចំពោះវាគ្មិនទាំងអស់បាទបាត់បង្ហាញទាំងអស់នេះគឺនិយាយចំហើយល្អបាទគឺល្អមែនតើដោយសារតែយើងបានធ្វើការសាកល្បងមិនដែលដល់ពេលមែនតើគឺធ្វើបានល្អហើយនិយាយទៅគឺចំណុចនិងចំគោលដៅអញ្ចឹងសូមអបអរសាទរទាំងអស់គ្នាទី2ដើម្បីកុំឲ្យថាមានការសួរហើយអត់មានការឆ្លើយបាទខ្ញុំសូមឆ្លើយដូចតទៅអញ្ចឹងទី1បាទ AI នៅពេលបច្ចុប្បន្ននេះយើងដឹងហើយថាវារៀបចំដោយឈរទៅលើ model ដែលហៅថា large language model គឺគេបញ្ចូលព័ត៌មានន័យថាជាឯកសារស្អីច្រើនណានៅក្នុងនៅលើ website ហ្នឹងបាទហើយរួចគេមានmodel មួយនៅពេលដែលយើងសួរទៅវាទៅវិភាគឯកសារនោះទាំងអស់បាទហើយបានមកឆ្លើយមកវិញហើយវាអាចបកប្រែភាសាទៀតពីភាសាអង់គ្លេសមកភាសាបារាំងមកភាសាអីដូច្នេះជាភាសាខ្មែរក៏មានដែរបាទដូច្នេះឯកសារទី1គឺឯកសារបាទទី2អាចបកប្រែបានសួរពីរឿងអីក៏វាទៅមើលនេះហ្នឹងប៉ុន្តែគាត់ថាសេជាឧទាហរណ៍ជាភាសាចិនជួនកាលវាមើលទៅវាមិនមែនថាចិនជាអ្នកសរសេរជានេះអ្នកសរសេរឬមួយក៏ភាសាខ្មែរពេលខ្លះវាអត់តន់សុក្រិតទេប៉ុន្តែកាន់តែល្អទៅប៉ុន្តែយើងក៏អាចមើលឃើញដែររវាង AI និងមនុស្សធ្វើជាក់ស្ដែងឧទាហរណ៍ថាធ្វើបទបង្ហាញបើយើងពិនិត្យមើលអ្នកដែលធ្វើជាក់ស្ដែងបាទគឺនិយាយលម្អិតនិយាយចំហើយកន្លែងនេះដែល AI ធ្វើអត់កើតបើសិនជាឲ្យ AI បើសួរ AI វានឹងឆ្លើយរួមបាទខ្ញុំសាកល្បងសួរឲ្យវាឆ្លើយរួមវាអត់ដូចថាមនុស្សអ្នកធ្វើវាលម្អិតថែមទៀតប៉ុន្តែនៅអនាគតវាអាចថាកាន់តែល្អប៉ុន្តែបើសិនជាយើងយកទៅរៀនពីអ្វីដែលមានហើយពីវិទ្យាសាស្ត្រអីដែលមាននៅលើទំព័រអ៊ីនធឺណិតនេះហើយវានឹងផ្ដល់ឲ្យយើងលឿនវិភាគឲ្យយើងបានល្អចូលទៅដល់សាលាចរិតយើងទី1ខ្ញុំលើកតែភាសាចោះភាសាសំស្ក្រឹតបាទភាសាសំស្ក្រឹតហើយវាជាស្អីទៀតជាថ្មទៀតទី1ភាសាមួយចំនួនដែលវាជាភាសាដែលមិនមែនជាភាសារស់ទេសំស្ក្រឹតជាភាសាមួយដែលស្លាប់គេលែងនិយាយហើយក៏មិនមានឯកសារណាដែលគេបញ្ចូលនៅក្នុងនឹងដែរអញ្ចឹងវាបកប្រែអត់ចាញ់ទេទី1អត់ចាញ់ទេទី2បើតលតែឧទាហរណ៍ថាគេថតតាសិលាចារឹកនឹងច្រើនទៅហើយគេអាចថាបកប្រែបកប្រែសិលាចារឹកហ្នឹងពីភាសាសំស្ក្រឹតឬពីភាសាថ្មហ្នឹងទៅជាភាសាខ្មែរតាមរយៈការបង្កើតកម្មវិធីពិសេសមួយបាទពិសេសមួយសម្រាប់តែបកប្រែសិលាចារឹកហ្នឹងឯងអាហ្នឹងមិនទៅរួចនៅពេលបច្ចុប្បន្ននេះបាទថតហើយនេះទៅរួចទេបាទប៉ុន្តែភាសាចិនឧទាហរណ៍ថាអាចនេះបានតែភាសាចិនជាភាសារស់ហើយមានឯកសារច្រើនណាស់នៅក្នុងហ្នឹងអញ្ចឹងទៅរួចបាទចិនវាដូចសាលាចារឹកដែរវាជាភាសារូបបាទក៏ប៉ុន្តែបើភាសាសាលាចារឹកនៅអត់ទាន់ធ្វើកើតទេទាល់តែមានកម្មវិធីពិសេសមួយបាទដែលថតសាលាចារឹកហើយដែលបកប្រែពីរូបថតហ្នឹងទៅជានៃអីទៀតហើយវាអាចស្គាល់ហើយបាទប៉ុន្តែនៅពេលបច្ចុប្បន្ននេះបាទ AI នៅអត់ទាន់បកប្រែអត្ថន័យសាលាចារឹកនេះឲ្យយើងនៅឡើយទេបើមនុស្សធ្វើបានហើយត្រូវចំណាយពេលរៀនបាទរៀនក៏រៀនយូរដែរយ៉ាងហោចណាស់ក៏រៀន5ឆ្នាំទៅ10ឆ្នាំអីបាទទើបអាចធ្វើបានបាទសូមអរគុណ